ការសប្បាយចិត្តជាមួយនឹងជីវិតនៃការរស់នៅរបស់ខ្លួនឯងត្រេកអរជាមួយនឹងអ្វីដែលខ្លួនឯងមានប៉ុណ្ណាក៏យើងត្រេកអរប៉ុណ្ណឹងទៅក្នុងការបន្តដំណើរជីវិតរបស់យើងដោយមិនខ្វល់ខ្វាយនឹងរវល់ទាមទារប្រាថ្នាជាមួយនឹងរបស់ដែលអត់ច្រើនពេកវាធ្វើឲ្យជីវិតរបស់យើងហ្នឹងបានសុខស្រួលដែរសេចក្តីសុខវាកើតឡើងពីបន្តិចនឹងឯងក្នុងដំណើរជីវិតណាពេលខ្លះមនុស្សយើងវាចូលចិត្តអញ្ចេះចូលចិត្តត្រង់ថារបស់ឯងមានប៉ុណ្ណេះហើយពេលច្រើនមិនសូវចេះត្រេកអរវាចូលចិត្តតែថាទៅទៀមទាទៅត្រេកអរជាមួយនឹងរបស់ដែលអត់ខាងក្រៅដល់ច្រើនព្រោះហេតុដូច្នេះវារកសុខមិនឃើញហើយក៏អត់ចេះពេញចិត្តជាមួយដំណើរជីវិតបានន័យថាឲ្យល្មមសមគួរទៅបើថាប៉ុណ្ណឹងអាចរស់នៅទៅបានប្រើប្រាស់ជីវិតនឹងដោយការចម្រើនទៅដោយកុសលធម៌ទានសិលភាវនាហើយគិតថាវាសប្បាយក្នុងការរស់នៅក៏គួរតែរស់នៅក្នុងជីវិតបែបហ្នឹងតែព្រោះតែការទៀមទាការប្រាថ្នាច្រើនពេកធ្វើឲ្យមនុស្សហ្នឹងវាបាត់បង់នៅគុណធម៌វាដឹងតែពីបានរៀងខ្លួនហ្នឹងប៉ុន្តែបានហ្នឹងបានមកដើម្បីអីបានមកឲ្យអ្នកណាបើត្រឹមតែមួយរស់ត្រឹមតែមកការប្រើប្រាស់ជីវិតមានសេចក្តីសុខនៅក្នុងសង្គមក្រុមគ្រួសារហ្នឹងប៉ុន្តែដោយច្រើនវាប្រឹងលើសអំពីការរស់នៅរបស់យើងនឹងឯងបានជាមានរឿងរ៉ាវប្រាថ្នាលោភលន់ច្រើនហើយតាំងតែពោលថារកសុខមិនឃើញមួយទៀតទៅសំបីថាសម្រាប់សម្រានណាក៏អត់លក់ដែរថ្មជួបញាតិញោមខ្លះគាត់ពោលឡើងអញ្ចឹងថាមិនមែនគាត់ជាអ្នកអត់ទ្រព្យសម្បត្តិអីនោះទេគាត់អាចមានច្រើនទៅប៉ុន្តែបញ្ហាមួយត្រង់ថាសម្រាប់សម្រានមិនលក់ហ្នឹងអាចិត្តហ្នឹងវារវល់ត្រេះរិះរវល់ខ្វល់ខ្វាយរឿងរ៉ាវច្រើនពេកអញ្ចឹងទៅវិធីសាស្ត្រតែអាត្មាចង់លើកឡើងអំពីរឿងរ៉ាវខ្លះក្នុងដំណើរជីវិតបើថាសម្រានមិនលក់ទេមានវិធីមួយក្នុងការស្ដាប់ធម៌ក៏ស្ដាប់ធម៌មុនការសម្រានការធ្វើសមាធិចិត្តការកំណត់ដឹងនៅខ្យល់ដង្ហើមចេញចូលឬក៏នមស្ការគុណព្រះរតនត្រ័យធ្វើចិត្តរបស់យើងនឹងឲ្យមានសេចក្តីសប្បាយមានសេចក្តីជ្រះថ្លានៅក្នុងគុណរបស់ព្រះរតនត្រ័យអញ្ចឹងទៅវាអត់ច្បងច្បល់នឹងរឿងរ៉ាវផ្សេងក៏ធ្វើឲ្យសម្រានលក់ដែរអាហ្នឹងក៏ជាហេតុថាក្នុងដំណើរជីវិតដែលយើងត្រូវជួបរាល់ថ្ងៃក៏ជាសេចក្តីសុខមួយដែរហ្នឹង